ជំរាបសួរតាបងប្អូនទាំងអស់គ្នាចាអូខេអញ្ចឹងជាមួយនឹងคลิปវីដេអូមួយនេះគឺចា90ថ្ងៃ day 7ចា day 7បងប្អូនទាំងអស់គ្នាប្រកាសជាមានអារម្មណ៍ថាអារម្មណ៍ចាអារម្មណ៍ឡើងចុះមានអារម្មណ៍ពេលខ្លះមានអារម្មណ៍ថាឡើងអារម្មណ៍យើងណាម្ដងយើងមានអារម្មណ៍ថាឡើងម្ដងមានអារម្មណ៍ថាចុះចាធ្លាក់ម្ដងធ្លាក់ម្ដងឡើងម្ដងធ្លាក់ម្ដងឡើងណាចាអូខេបងប្អូនទាំងអស់គ្នាមិនឆ្ងល់ទេថាហេតុអីបានជាចាអារម្មណ៍នៅក្នុងការប្រើច្បាប់90ថ្ងៃអារម្មណ៍ឡើងចុះជាធម្មតាបងប្អូនមិនពីមុនមកអត់ធ្លាប់ប្រើច្បាប់ស្រុកទាញឬក៏បងប្អូនអត់បាននៅក្នុងលូអត់បងប្អូនអត់បានអនុវត្តច្បាប់90ថ្ងៃចាបងប្អូនអត់បានសង្កេតខ្លួនឯងទេដោយសារយើងអត់សូវបាននៅជាមួយនឹងខ្លួនឯងអញ្ចឹងនៅពេលដែលបងប្អូនទាំងអស់គ្នាចាប់ដើមមកនៅជាមួយនឹងខ្លួនឯងចាបងប្អូនចាប់ដើមមកនៅជាមួយនឹងខ្លួនឯងនៅពេលដែលយើងជាធម្មតាយើងអត់សូវយើងអត់បានស្ដាប់បេះដូងរបស់ខ្លួនឯងយើងអត់បានចាប់ពីអារម្មណ៍របស់ខ្លួនឯងយើងអត់បានចាប់ការគិតរបស់ខ្លួនឯងចាតាមពិតវាមានការឡើងចុះអញ្ចឹងរហូតហ្នឹងគាត់ថាពេលខ្លះយើងអត់បានយល់ចាយើងអត់បានយល់អញ្ចឹងយើងតែងតែបដិបដោយពីអារម្មណ៍ថាឡើងក៏សុបាយចិត្តទៅក៏មានអារម្មណ៍ចង់ធ្វើនេះធ្វើនោះណាអីផ្សេងៗអញ្ចឹងទៅចាប៉ុន្តែនៅពេលអារម្មណ៍ធ្លាក់អត់សុបាយចិត្តចាចាប់ដើមដេកដួលទុនតូអញ្ចឹងទៅអាហ្នឹងគឺជាធម្មតាណាចាអញ្ចឹងខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនទាំងអស់គ្នាថាអនុវត្តច្បាប់ស្រុកទាញចាច្បាប់នៃ90ថ្ងៃអារម្មណ៍ឡើងចុះបងប្អូនអត់ខុសផ្លូវទេចាខ្ញុំបញ្ជាក់ណាបងប្អូនអត់ខុសផ្លូវទេនៅពេលដែលមានអារម្មណ៍ថាខ្លួនឯងធ្លាក់អារម្មណ៍ចាមានអារម្មណ៍ថាធ្លាក់អារម្មណ៍គឺមានន័យថាយើងចាប់ដើមការគិតរបស់យើងនោះវាចាប់ដើមរឿងទៅគិតរឿងអ្វីដែលមិនជាគោលដៅរបស់ខ្លួនឯងអញ្ចឹងវាធ្វើអារម្មណ៍យើងធ្លាក់ដែរអញ្ចឹងការដែលធ្លាក់អារម្មណ៍វាមានកត្តាជាច្រើនដែលធ្វើឲ្យបងប្អូនទាំងអស់គ្នាធ្លាក់អារម្មណ៍ហើយពេលខ្លះនៅមានអារម្មណ៍ពេលខ្លះបងប្អូនអរគ្នាកំពុងតែអនុវត្តច្បាប់ស្រុកទាញចាកំពុងតែនៅក្នុងច្បាប់90ថ្ងៃនៅក្នុងលូហើយកំពុងតែលក់ដាច់កំពុងតែមានក្តីសុខកំពុងតែស្រោបបានកំពុងតែលុយចូលលក់ដាច់ច្រើនណាប៉ុន្តែមកសបកក្រោយដូចជា1ម៉ោង2ម៉ោងឬក៏មកកណ្ដាលថ្ងៃក្រោយមកបងប្អូនទាំងអស់គ្នាមានអារម្មណ៍ថាដូចជាអត់សូវមានក្តីសុខចាហើយដូចជាអារម្មណ៍ដូចវារឿង slow motion អីចឹងទៅចាអារម្មណ៍រឿងធ្លាក់ចាអាហ្នឹងទី1គឺបងប្អូនអត់បានសាងបន្តទី1ណាចាបងប្អូនអត់បានសាងវាបន្ថែមចាទី2វាគេហៅថា energy ពីក្នុងហ្នឹងវាអស់ចា energy គឺenergy ហ្នឹងគឺវាចាប់ដើម slow អញ្ចឹងយើងត្រូវតែធ្វើម៉េចគឺយើងជាធម្មតានៅក្នុងច្បាប់90ថ្ងៃដែលខ្ញុំតែងតែបរៀនគឺរាំចារាំដើម្បីឲ្យអរម៉ូនម្យ៉ាងដែលឈ្មោះថា endorphin ចាអរម៉ូនហ្នឹងគឺផលិតក្តីសុខឲ្យយើងនៅពេលដែលយើងរាំយើងហាត់ប្រាណយើងលោតយើងអីអញ្ចឹងណាអញ្ចឹងអរម៉ូនហ្នឹងគឺចាប់ដើមភ្ញូចចាផលិតចេញជាធម្មពលនៃក្តីសុខនៅពេលដែលក្នុងខ្លួនយើងមានធម្មពលក្តីសុខគឺយើងមានកម្លាំងចិត្តយើងមានកម្លាំងកាយយើងមានធម្មពលយើងមានជំនឿយើងធ្វើអ្វីយើងសាងអ្វីគឺយើងអត់ហត់ដែរចាអញ្ចឹងនៅពេលដែលវាអស់បងប្អូនមានអារម្មណ៍ថាបាត់ក្តីសុខមានអារម្មណ៍ថាអារម្មណ៍ស្មារតីអារម្មណ៍ធ្លាក់ចាបងប្អូនអាចទៅចាទៅអីបងប្អូនអាចទៅសាងសង់ឡើងវិញបានបញ្ជាក់ថាអត់ខុសផ្លូវទេចាបងប្អូនគ្រាន់តែពេលវាខ្សោយវាបាត់អីចឹងបងប្អូនគ្រាន់តែទៅសាងវាមកវិញមកចាអ្នកខ្លះគាត់ដើរអត់ផុតអត់រួចពីច្បាប់ស្រុកទាញចាគាត់អនុវត្តច្បាប់90ថ្ងៃអត់បានគឺគាត់គិតថាធម្មពលហ្នឹងនៅពេលដែលគាត់មានអារម្មណ៍ថាធម្មពលគាត់ឡើងអារម្មណ៍គាត់ឡើងហ្នឹងគាត់ចង់ឲ្យវាឡើងទៅរហូតហ្មងតាមពិត no អត់ទេចាវាអត់អាចឡើងរហូតបានទេចាសូម្បីយើងប្រៀបធៀបមកកាយដែលយើងញ៉ាំបាយមិនមែនយើងញ៉ាំបាយមួយពេលណាយើងឆ្អែតរហូតទៅដល់មួយខែទេចាយើងញ៉ាំបាយមួយពេលយើងឆ្អែតតែ3ម៉ោង4ម៉ោងបើនិយាយឲ្យថាឆ្អែតអស់ហ្មងណាគឺ5ម៉ោងទេចាបងប្អូនញ៉ាំបាយមួយពេលណាបងប្អូនឆ្អែតបានតែ5ម៉ោងទេអញ្ចឹងអាធម្មពលយើងអារម្មណ៍យើងហ្នឹងណាចានៅពេលដែលបងប្អូនសាងវាខ្លាំងនៅពេលដែលធម្មពលហ្នឹងវាឡើងក៏មានរយៈពេលនៃការប្រើប្រាស់បានត្រឹមតែរយៈពេល5ម៉ោងដូចគ្នាចា5ម៉ោងដូចគ្នាអញ្ចឹងផុតពី5ម៉ោងទៅបើសិនបងប្អូនអត់សាងបន្តទៀតទេគឺធ្លាក់ហើយអារម្មណ៍យើងធ្លាក់យើងខ្ជិលយើងអត់ចង់សាងធម្មពលយើងគឺធ្លាក់ហើយធម្មតាតែអារម្មណ៍ធ្លាក់ធម្មពលធ្លាក់ស្រូបអីអត់បានទេចាហើយកម្លាំងចិត្តកម្លាំងកាយជំនឿក៏បាត់បង់ទៅតាមនឹងដែរចាអញ្ចឹងអានេះគឺជាមូលហេតុមួយដែលចង់ឲ្យបងប្អូនទាំងអស់គ្នាយល់ថាច្បាប់ស្រុកទាញអត់ពិបាកធ្វើទេច្បាប់90ថ្ងៃក៏អត់ពិបាកធ្វើដែរប៉ុន្តែគឺត្រូវធ្វើឲ្យខ្ជាប់ខ្ជួនល្អចាឲ្យធ្វើឲ្យខ្ជាប់ខ្ជួនល្អកុំខ្ជិលចាកុំចាំសិនកុំតិចទៀតសិនចាជាពិសេសគឺនៅពេលដែលអស់ធម្មពលធ្លាក់អារម្មណ៍ slow motion ចា slow អារម្មណ៍ហ្នឹងណាចាគឺកុំទុកឲ្យខ្លួនឯង slow រហូតទៅដល់ដក0ណាចាបងប្អូនដក0គឺពិបាកសាងមកវិញណាចាពិបាកសាងមកវិញណាព្រោះមនុស្សភាគច្រើនគឺនៅពេលដែលអារម្មណ៍ឡើងហើយ flow ឡើងហើយធម្មពលឡើងហើយដល់ពេលលក់ដាច់មានលទ្ធផលហើយចាប់ដើមអស់ការអស់លក់លែងដាច់អត់មានលុយដាក់ចូលណាចាឲ្យទៅសាងមកវិញហ្នឹងគឺអត់សូវចង់ប្រហែលទេមិនអត់សូវចង់ទេគឺអត់ចង់ទេហ្មងចាដល់ពេលហ្នឹងគឺត្រូវប្រើ keyword ទៀតដែរចិត្តនាំកាយកាយនាំចិត្តចិត្តជាចង្វាយកាយគឺ